សូមមកអាន comment ម៉ាក់ៗមួយដែលខ្ញុំគិតថាល្អខ្លាំងមែនទែនដែលគាត់បានចែកម្លែកបទពិសោធន៍មួយហ្នឹងណាពីមុនខ្ញុំដាក់សាលាមួយកន្លែងដែលឲ្យក្មេងមើលទូរទស្សន៍ហើយបើក YouTube ឲ្យមើលតែម្ដងកូនប្រុសខ្ញុំមកផ្ទះវិញប្រាប់ថាខ្លាចដោយសារនៅក្នុងទូរទស្សន៍ហ្នឹងមាន zombie ខ្ញុំស្ដាប់កូនរៀបរាប់ទៅដឹងថាតាមពិតគេបើកទូរទស្សន៍ឲ្យមើលហើយ zombie នោះគឺជា ads advertising នៅក្នុង YouTube ដែលពិតជាអាក្រក់មានទាំងហ្គេមផ្សេងៗកូនខ្ញុំមកដល់ផ្ទះពេលណាក៏និយាយថាខ្លាចដែរអញ្ចឹងបើសិនជាយើងជាម្ដាយឪពុកដាក់ទូរទស្សន៍ឲ្យគាត់មើលនៅផ្ទះឬក៏បើសិនជាយើងជាលោកគ្រូអ្នកគ្រូយើងដាក់ទូរទស្សន៍ឲ្យកូនសិស្សមើលសូមមេត្តាផ្ដោតអារម្មណ៍ខ្លាំងទៅលើ advertising ដែលវាលោតនៅលើ YouTube ហ្នឹងដូចគ្នាមិនមែនផ្ដោតសំខាន់តែទៅលើ content ដែលយើងនឹងដាក់ឲ្យកូនរបស់យើងមើលឬក៏ផ្ដោតសំខាន់តែលើ content ដែលយើងដាក់ឲ្យកូនសិស្សរបស់យើងមើលនោះទេបើខ្ញុំពេលដែលខ្ញុំដាក់ទូរទស្សន៍ឲ្យកូនខ្ញុំមើលហ្នឹងគឺខ្ញុំភាគច្រើនគឺខ្ញុំព្យាយាមអង្គុយមើលជាមួយគាត់ហើយបើសិនជាខ្ញុំអត់អង្គុយមើលជាមួយគាត់ទេក៏ខ្ញុំស្ដាប់ឮថាតើ advertising ដែលវាលោតនៅលើ YouTube ហ្នឹងគេនិយាយពីអីដែរចាំបើសិនជាករណី advertising ហ្នឹងនិយាយពីរឿងល្បែងនិយាយពីរឿងខ្មោចឬក៏និយាយពីរឿងអីផ្សេងដែលយើងនឹកស្មានមិនដល់ថាវាលោតមកលើ account YouTube របស់យើងហ្នឹងណាយើងគួរតែប្រញាប់បិទវាឲ្យឆាប់ៗទៅគ្រាន់ថាបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនគឺនៅពេលដែលខ្ញុំបើក YouTube ឲ្យកូនរបស់ខ្ញុំគឺយើងប្រើ personal account របស់យើងនៅពេលអញ្ចឹងវាអត់ចេះតែ load advertising អីផ្ដេសផ្ដាសមកទេ advertising ដែលខ្ញុំឃើញភាគច្រើននៅលើ account របស់ខ្ញុំគឺតាក់ទងជាមួយនឹង food delivery app តាក់ទងជាមួយនឹងទូរស័ព្ទឬក៏របស់ប្រើប្រាស់ដូចជាសាប៊ូកក់សក់ដូចជាអីអញ្ចឹងទៅខ្ញុំខ្លួនឯងអត់ដែលឃើញ ads ដូចតាក់ទងមួយ zombie ឬក៏ ad តាក់ទងមួយ game មួយអីគឺអត់ដែលឃើញទេហ្នឹងដោយសារតែយើងប្រើ personal account របស់ខ្លួនឯងបើកឲ្យកូនមើលចឹងម្ដងទៀតសូមម៉ាក់ក៏ដូចជាលោកគ្រូអ្នកគ្រូមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដាក់ content ឲ្យកូនសិស្សឬក៏កូនរបស់យើងមើលហើយក្នុងពេលជាមួយគ្នានឹងដែរក៏យើងត្រូវប្រយ័ត្នយើងត្រូវតែតាមដានដូចគ្នាថាតើ advertising ដែលលោតមកក្នុងអំឡុងពេលដែលយើងបើក YouTube ឲ្យកូនយើងមើលហ្នឹង advertising ហ្នឹងវាបង្ហាញអីគេមកកាន់កូនរបស់យើង